បាទសួស្តីបងប្អូនដែលធ្វើការនៅក្នុងប្រទេសជប៉ុនទាំងអស់គ្នាមកដែរជាពិសេសសម្រាប់សិក្ខាកាមហើយនិងពលករដែលចង់បដូរការងារថ្មីចឹងបាទអញ្ចឹងដូចក្នុងវីដេអូហ្នឹងខ្ញុំមកក្រសួងការងារញឹកអីគឺដូចក្នុងអសរនៅក្រោយក្នុងខ្ញុំហ្នឹងបាទតាក់ទងនឹងករណីបោកតាក់ទងនឹងករណីដែលមានស្ថាប័នមួយចំនួនឬក៏ក្រុមហ៊ុនបញ្ជូនមួយចំនួនឬក៏សមាគមមួយចំនួនឬក៏ឈ្មួញកណ្ដាលមួយចំនួនដែលគេរកស៊ីបោកប្រាស់ដែលគេរកការងារថ្មីឲ្យឬក៏រកស៊ីកេងប្រវ័ញ្ចលើការងារថ្មីរបស់យើងចឹងបាទសម្រាប់មនុស្សមួយចំនួនតូចបែបហ្នឹងដែលគេអាសាប្រហោះថាប្រាក់ខែ300000ឬក៏300000ជាងអីចឹងបាទហើយឬក៏ប្រាក់ម៉ោងថ្លៃអីចឹងទៅឬក៏អត់សម្ភាសទេជាប់អូតូអីចឹងបាទអញ្ចឹងក៏មានអ្នករកស៊ីត្រឹមត្រូវដែរក៏ប៉ុន្តែភាគច្រើនក្នុងហ្នឹងគឺអ្នករកស៊ីបោកប្រាស់ដែរចឹងបាទបងប្អូនយើងគួរប្រុងប្រយ័ត្នដែរមុននឹងចូលដល់ខ្លឹមសារខ្ញុំចង់បញ្យល់ពីរពាក្យសិនគឺពាក្យទី1គឺតាក់ទងនឹងពាក្យ hacken អញ្ចឹងបងប្អូនយើងភាគច្រើនគឺអាសាលឺហើយពាក្យ hacken ហ្នឹងក៏មានស្ថាប័នគេល្អស្ថាប័នគេរកស៊ីកេងប្រវ័ញ្ចក៏មានដែរអញ្ចឹងពាក្យ hacken ហ្នឹងគឺបុគ្គលិកបដោះអាសន្នបាទអញ្ចឹងបុគ្គលិកបដោះអាសន្នហ្នឹងបានន័យថាគេឲ្យយើងចូលធ្វើការឬក៏បំពេញការងារណាដែលកន្លែងណាខ្វះខាតឬក៏គេឲ្យយើងបញ្ចូលថ្ងៃណាដែលគេមានការងារច្រើនឬក៏គេបន្ថែមកម្លាំងអីចឹងបាទអាចថាបុគ្គលិកសម្រាប់សកួរឬក៏បុគ្គលិកបំពេញបន្ថែមអីចឹងបាទការងារបែបហ្នឹងក៏វាមិនថិតថេរមិនទៀងអីបានដែរក៏មានក្រុមហ៊ុនទៀងផងគេដែរក៏ប៉ុន្តែភាគច្រើនគឺមានកន្លែងបោកហ្នឹងក៏ច្រើនដែរអញ្ចឹងឲ្យបងប្អូនរកក្រុមហ៊ុនរកការងាររកអីថ្មីហ្នឹងប្រយ័ត្នប្រយែងកន្លែងហ្នឹងផងហើយចំណុចទី2តកតងនឹងគេរើសបុគ្គលិកបែប Keiyaku Sign-in Keiyaku Sign-in ហ្នឹងបានន័យថាបុគ្គលិកក្នុងកិច្ចសន្យាឬក៏កិច្ចកុងត្រាណាមួយក្នុងរយៈពេលខ្លីរយៈពេលវែងអីមួយអញ្ចឹងបាទអញ្ចឹងឧទាហរណ៍ថាក្រុមហ៊ុនគេខ្វះបុគ្គលិកឬក្រុមហ៊ុនមួយខ្វះកម្លាំងពលកម្មអីចឹងបាទអញ្ចឹងគេរើសបែបហ្នឹងអញ្ចឹងគឺយើងចូលទៅយើងអាចធ្វើក្នុងរយៈពេលកិច្ចសន្យាគេមានក្រុមហ៊ុនណាខ្លះគេរើសកិច្ចសន្យា3ខែក្រុមហ៊ុនខ្លះកន្លះឆ្នាំឬក្រុមហ៊ុនខ្លះ2ឆ្នាំ3ឆ្នាំអីក៏មានច្រើនតាមនឹងដែរក៏តែក៏អាចថាវាថិតថេរដែរហើយមួយទៀតស្ថាប័ននឹងឈ្មោះកណ្ដាលដែលគេរើសយើងហ្នឹងក៏គេអាចកេងប្រវ័ញ្ចកម្លាំងលើនឹងបានដែរគេអាចស៊ីប្រាក់ពីលើនឹងអីចឹងបាទឬក៏គេអាចស៊ីប្រាក់ណែនាំឬក៏គេស៊ីសេវាពីយើងថ្លៃតាមនឹងអីចឹងបាទអញ្ចឹងយើងក៏ត្រូវប្រយ័ត្នប្រយែងដែរហើយទី3តកតទៅនឹងសេសាអ៊ីនហ្នឹងគឺបុគ្គលិកពេញសិទ្ធបាទអញ្ចឹងសម្រាប់សិក្ខាកាមហើយនឹងពលករហ្នឹងគឺมันអាចធ្វើជាបុគ្គលិកពេញសិទ្ធបានទេដោយសារតែយើងមានអាណត្តិរបស់យើងអញ្ចឹងឲ្យយើងយល់កន្លែងហ្នឹងទៅដើម្បីកុំឲ្យមនុស្សឆ្លៀតឱកាសមួយចំនួនគេឈរបោកបែបហ្នឹងអញ្ចឹងបាទអញ្ចឹង3ហ្នឹងធំហើយមួយទៀតអញ្ចឹងជាចុងក្រោយសម្រាប់សិក្ខាកាមហើយនឹងពលករគ្នាយើងដែលចង់បដូរការងារអីបាទសូមរកមើលស្ថាប័នរកមើលសមាគមរកមើលក្រុមហ៊ុនបញ្ជូនណាឬក៏ក្រុមរកអ្នកដែលគេច្បាស់លាស់ឬក៏ស្គាល់ប្រវត្តិគេឬក៏មើលឲ្យជាក់លាក់មើលអីសិនអញ្ចឹងបាទចាំចាប់ផ្ដើមសម្រេចចិត្តជាមួយគេហើយមួយទៀតតកតងនឹងការជ្រើសរើសការងារថ្មីហ្នឹងតើតាថកែយល់ព្រមឬក៏ធ្វើកិច្ចសន្យាឬក៏លាក់ពាក្យថាជាប់អីចឹងណាបានគេទាលុយហើយនឹងបានគេយកឯកសារមួយចំនួនអីចឹងបាទអញ្ចឹងទៅឲ្យចំណាំបែបហ្នឹងដែរទៅព្រោះភាគច្រើនអ្នកដែលត្រឹមត្រូវគឺគេធ្វើបែបហ្នឹងហើយជាចុងក្រោយមួយទៀតគឺឲ្យយើងចេះសួរនាំចេះមើលឲ្យច្បាស់លាស់មើលអីសិនចឹងបាទកុំឲ្យតែបថុយបឋានតាមគេព្រោះមានអ្នកខ្លះក៏គេនៅតែប្រើលេសថាក្រុមហ៊ុនគេរើសយើងហើយចឹងបងលុយគេឲ្យផ្ដាច់មកហើយមួយទៀតគេយល់ព្រមឲ្យគេព្រមធ្វើកិច្ចសន្យាហើយចឹងបងលុយឲ្យគេមកចឹងអាលេសបែបហ្នឹងក៏មានច្រើនដែរចឹងយើងគួរតែប្រយ័ត្នប្រយែងទាំងអស់គ្នាបាទកុំឲ្យថាបងហើយដល់ក្តៅគេហើយគឺពិបាកទាមកវិញហើយបាទហើយទោះបីគេក្រុមហ៊ុនគេរបៀបណាក៏ដោយក៏នៅតែពិបាកដែរចឹងប្រយ័ត្នប្រយែងកន្លែងហ្នឹងទាំងអស់គ្នាបាទចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទខ្វះខាតអីសូមជួយណែនាំផងបាទអរគុណច្រើន